បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel ខុកវិសកុលទាំងអស់គ្នាបងប្អូនបាទថ្ងៃនេះខុកវិសកុលសូមលើកយកម្ហូបខ្មែរដ៏ល្បីល្បាញបំផុតដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនខ្មែរក៏ដូចជាជនបរទេសផងដែរបងប្អូនបាទហើយម្ហូបមួយមុខនេះគឺមានរឿងនិទានដែរប្រវត្តិរឿងនិទានតាក់ទងនឹងសម្លមួយនេះគឺរាប់ពាន់ឆ្នាំមកហើយបងប្អូនបាទហើយម្ហូបមួយមុខនេះគឺមានសារៈប្រយោជន៍ដ៏សំខាន់ដល់សុខភាពផងដែរបងប្អូនបាទសម្លម្ហូបមួយមុខនេះមានឈ្មោះថាសម្លកកូរបងប្អូនបាទអញ្ចឹងសូមបងប្អូនទៅតាមដានទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាក្នុងការចម្អិនក៏ដូចជាគ្រឿងផ្សំផងដែរបងប្អូនបាទសូមអញ្ជើញបាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel ខុកវិទ្យសកុលទាំងអស់គ្នាបងប្អូនបាទថ្ងៃនេះខ្ញុំបាទធ្វើសម្លកកូរបងប្អូនបាទអញ្ចឹងមុននឹងទៅកាន់ការចម្អិនសម្លកកូររបស់យើងមកស្គាល់នៅគ្រឿងផ្សំរបស់សម្លកកូរជាមុនសិនតើមានអ្វីខ្លះបងប្អូនបាទជាដំបូងយើងមានបន្លែបងប្អូនបាទដូចជាបន្លែនេះគឺមានល្ហុងមានសណ្តែកគួរមានល្ពៅហើយនិងត្រប់បងប្អូនបាទមាន4មុខបងប្អូនបាទសម្លកកូរគឺបន្លែនេះហើយបងប្អូនបាទហើយជាបន្តទៀតនេះគឺជាសាច់ជ្រូកបងប្អូនមានយើងយកសាច់ជ្រូក3ជាន់បងប្អូនទៅឆ្ងាញ់ទៅមានរសជាតិឆ្ងាញ់បាទហើយនឹងត្រីអណ្ដែងបាទអណ្ដែងនេះគឺអណ្ដែងទន់គឺខ្ញុំយកអាធំមួយបាទទិញអាធំមួយមកបាទហើយចំណែកបន្លែខៀវគឺខ្ញុំប្រើស្លឹកម្រុំហើយនឹងស្លឹកអង្គាដីព្រមទាំងផ្កាអង្គាដីបងប្អូនផ្កាអង្គាដីខាងក្រោមហើយចំណែកស្លឹកអង្គាដីនេះវាមានរសជាតិល្វីងតិចដូចជាម្រះចឹងដែរបងប្អូនបាទតែពិតបន្លែខៀវនេះយើងសម្រាប់សម្លកកូរយើងដាក់បន្លែអីក៏បាននេះច្រើនមុខឲ្យតែបន្លែខៀវដូចជាស្លឹកបាសទីអីចឹងក៏បានដែរឬក៏ស្លឹកងប់អីក៏បានដែរបងប្អូនឬក៏ស្លឹកម្រះអីដែរក៏បានដែរប៉ុន្តែខ្ញុំប្រើតែថ្ងៃនេះដោយសារតែខ្ញុំរកម្រះស្លឹកម្រះអត់បានអញ្ចឹងទៅក៏ដាក់តែស្លឹកម្រុំហើយនឹងស្លឹកអង្គាដីនិងផ្កាអង្គាដីបងប្អូនបាទតែប៉ុណ្្នឹងក៏បានដែរបន្លែខៀវបងប្អូនបាទអត់មានអីច្រើនទេបងប្អូនបាទនេះជាគ្រឿងបុកបងប្អូនបាទគ្រឿងបុកដែលទិញមកពីផ្សារទេគឺរវល់ពេកអត់បានធ្វើដោយខ្លួនឯងបើសិនជាយើងសម្លកកូរដែលឆ្ងាញ់មានរសជាតិឆ្ងាញ់ឈ្ងុយគឺយើងត្រូវប្រើស្លឹកគ្រៃយកមកហាន់បងប្អូនយកមកហាន់ឲ្យបុកវាឈ្ងុយវាឆ្ងាញ់ជាងប្រើគល់បងប្អូនជាបន្ទាប់ទៀតគឺអង្ករលីងបងប្អូនអង្ករលីងនេះគឺយើងទិញពីផ្សារទាំងអស់ណាបងប្អូនបាទបានធ្វើខ្លួនឯងទេបាទនេះគឺជីសាំងហុំបងប្អូនដែលស្លកកូរដាក់ជីសាំងហុំឬក៏ជីពងទាទេបងប្អូនជីពងទាកូនណាចំណែកខ្ញុំចូលចិត្តពេលដែលខ្ញុំស្លកកូរខ្ញុំដាក់ជីសាំងហុំឬក៏ជីពងទាកូននេះបើពេលយើងញ៉ាំទៅវាក្លិនជីសាំងហុំនឹងឈ្ងុយពេញម្ហូបរបស់យើងក៏ពេញមាត់របស់យើងវាប្លែកម្យ៉ាងដែរអញ្ចឹងបងប្អូនណាដែលស្លកកូរមិនដែលដាក់ជីសាំងហុំសូមដាក់ជីសាំងហុំតាមខ្ញុំសាប់ទេគឺប្រកាន់រសជាតិកាន់តែសម្លកកូររបស់យើងកាន់តែឆ្ងាញ់បងប្អូនកាន់តែឈ្ងុយកាន់តែឆ្ងាញ់បាទហើយគ្រឿងបន្តទៀតគឺម្សៅស៊ុបបងប្អូនម្សៅស៊ុបបាទហើយបន្តទៀតគឺប៊ីចេងយើងប្រើបន្តិចទៅបងប្អូនបាទប្រើបន្តិចបានណាបាទទឹកត្រីបងប្អូនបាទនេះទឹកត្រីណាអូខេហើយជាបន្តទៀតគឺស្ករត្នោតម្ហូបរបស់ខ្ញុំរាល់ម្ហូបភាគច្រើនខ្ញុំប្រើតែស្ករត្នោតទេព្រោះស្ករត្នោតធ្វើឲ្យម្ហូបអាហាររបស់យើងកាន់តែមានរសជាតិកាន់តែឆ្ងាញ់បាទហើយនេះគឺជាអំបិលបងប្អូនបាទអំបិលបាទគ្រឿងផ្សំគោលមួយទៀតនេះគឺប្រហុកបងប្អូនសម្រាប់សម្លកកូរខ្មែរគឺត្រូវប្រើប្រហុកឲ្យវាក្រាស់បន្តិចដើម្បីបង្កើតក្លិនប្រហុកឲ្យឈ្ងុយនៅក្នុងសម្លកកូរបើមិនប្រហុកស្ដែងសម្លកកូរអត់ឆ្ងាញ់ទេបងប្អូនបាទអញ្ចឹងត្រូវដាក់ប្រហុករៀងក្រាស់បន្តិចទៅបងប្អូនបាទចំណែកគ្រឿងបុកនេះតាមពិតបើឲ្យត្រូវសម្លកកូរតែម្ដងគឺយើងហាន់ស្លឹកគ្រៃមួយល្មៀតរំដេងឬក៏ខ្ទឹមសបងប្អូនហើយជាមួយនឹងស្លឹកក្រូចបាទស្លឹកក្រូចសើចហើយនឹងជីសាំងហុំហ្នឹងលីងបងប្អូនលីងជាមួយអង្ករលីងណាបាទគេលីងមួយអង្ករលីងបើចាស់បុរាណគេធ្វើអញ្ចឹងគេលីងជាមួយអង្ករលីងឲ្យឈ្ងុយហើយគេទើបយកទៅបុកបងប្អូនបាទគ្រឿងផ្សំបន្ទាប់ទៀតគឺប្រេងឆាបងប្អូនណាបាទប្រេងឆាបាទនេះយើងមកកាត់ហាន់សាច់ជ្រូករបស់យើងហើយនឹងត្រីអណ្ដែងរបស់យើងបងប្អូនបាទដំបូងយើងហាន់សាច់ជ្រូកសិនបងប្អូនបាទសាច់ជ្រូកនេះគឺយើងយកសាច់ជ្រូក3ជាន់បាទសាច់ជ្រូក3ជាន់ដែលមានជាប់ខ្លាញ់ល្មមបងប្អូនមានខ្លាញ់មានសាច់ហើយយើងហាន់ទាំងអញ្ចឹងតែម្ដងទាំងស្បែកឲ្យវាជាប់មួយស្បែកតែម្ដងពេលយើងស្លទៅវាកាន់តែឆ្ងាញ់វារសជាតិសាច់ជ្រូកឆ្ងាញ់មែនតើណាបងប្អូនបាទអញ្ចឹងយើងហាន់ទាំងខ្លាញ់ទាំងស្បែកឲ្យជាប់គ្នាអញ្ចឹងទៅយើងអត់ផ្លះយកស្បែកចេញទេបងប្អូនបាទហាន់អញ្ចឹងទៅបាទសម្លសម្រាប់យើងញ៉ាំ4នាក់គ្រួសារបងប្អូនមានសមាជិកគ្រួសារមានសមាជិក4នាក់អញ្ចឹង
ខ្ញុំដាក់សាច់ជ្រូក3ជាន់នេះច្រើនដែរបងប្អូនបាទច្រើនដែរណាសម្រាប់សាច់ជ្រូក3ជាន់នេះច្រើនដែរហើយត្រីម្លែងមួយធំបងប្អូនអញ្ចឹងយើងប្រើសាច់ច្រើនហើយត្រីក៏វាច្រើនដែរបាទត្រីមួយធំត្រីម្លែងតែម្លែងយកត្រីម្លែងទុនបងប្អូនបាទពេលស្លកកូរឆ្ងាញ់ណាបាទឥឡូវយើងហាន់សាច់ជ្រូក3ជាន់របស់យើងអញ្ចឹងសិនណាហាន់តូចបាទដើម្បីយើងយកទៅស្លបាទតើឥឡូវយើងបន្ទាប់ពីយើងកាត់សាច់ជ្រូកហាន់សាច់ជ្រូករួចហើយយើងមកកាត់ត្រីម្លែងរបស់យើងសិនកាត់ដុំកង់ប៉ុណ្ណឹងបងប្អូនបាទត្រីម្លែងខែនេះមានពងបងប្អូនពងឡើងពេញបាទកាត់ចឹងបាទប៉ុណ្ណឹងមកចប់ហើយចឹងដំបូងយើងដាក់ប្រេងឆាចូលបងប្អូនដើម្បីឲ្យក្តៅដើម្បីលីងគ្រឿងនិងសាច់ព្រមទាំងត្រីរបស់យើងបងប្អូនបាទយើងដាក់ប្រេងឆាឲ្យក្តៅសិនណាបងប្អូនបាទឥឡូវយើងឃើញថាប្រេងឆារបស់យើងក្តៅហើយបាទយើងដាក់គ្រឿងចូលបងប្អូនបាទចាក់គ្រឿងចូលបាទចាក់គ្រឿងចូលចឹងណាបងប្អូនពេលឈ្ងុយបាទបន្តទៀតយើងដាក់នេះប្រហុកណាបងប្អូនដាក់ប្រហុកចូលបងប្អូនបាទប្រហុកដាក់ក្រាស់តិចស្លកកូរបើប្រហុកស្ដើងស្ទើរប្រហុកគឺអត់ឆ្ងាញ់ទេស្លកកូរបងប្អូនចឹងដាក់ប្រហុកទៅបន្តិចបាទតមកទៀតបាទយើងដាក់ជីសង្ឃុំបងប្អូនជីសង្ឃុំនេះយើងដាក់ទៅលីងឲ្យវាឈ្ងុយជាមួយនឹងគ្រឿងហើយនឹងប្រហុកបាទចឹងបើបងប្អូនស្លកកូរអត់ដែលធ្លាប់ដាក់ជីសង្ឃុំបងប្អូនដាក់ដូចខ្ញុំមើលតាមខ្ញុំសាក់ដែរបងប្អូនបាទព្រោះជីសង្ឃុំតែពេលយើងដាក់ទៅធ្វើឲ្យស្លកកូរនោះកាន់តែឈ្ងុយកាន់តែឆ្ងាញ់តឥឡូវយើងមកចាក់សាច់ជ្រូកបាទសាច់ជ្រូកហើយនឹងត្រីចូលបាទលីងវាមកបងប្អូនបាទលីងជាមួយគ្រឿងសាច់ត្រីនិងសាច់ជ្រូកជាមួយគ្រឿងឲ្យចូលជាតិអស់សិនបាទពេលយើងបានដាក់គ្រឿងប្រហុកហើយនឹងជីសង្ឃុំមកយើងលីងឲ្យឈ្ងុយបន្តិចណាបងប្អូនបាទគេឥឡូវយើងចាប់ដើមដាក់គ្រឿងបន្ថែមទៀតបងប្អូនបាទដាក់គ្រឿងរបស់យើងបន្តទៀតបាទដំបូងយើងដាក់អំបិលបងប្អូនដាក់អំបិលចូលបាទដាក់ប៊ីចេងចូលបងប្អូនបាទដាក់ប៊ីចេងចូលតមកដាក់ម្សៅស៊ុបចូលម្សៅស៊ុបយើងដាក់ទឹកត្រីចូលបងប្អូនត្រីជួយយកបងប្អូនជួយច្រឡំណាបាទឥឡូវយើងដាក់ស្ករបងប្អូនទឹកដាក់ស្ករត្នោតចូលទៅបាទស្ករមិនដាក់ច្រើនពេកទេបងប្អូនច្រឡំទៅអត់ត្រូវការរសជាតិផ្អែមខ្លាំងទេគឺអាល្មមពីបានហើយចឹងបាទទឹកបានហើយយើងអត់ត្រូវការផ្អែមទេចឹងប៉ុណ្ណឹងស្ករត្នោតប៉ុណ្ណឹងអត់ផ្អែមទេល្មមហ្មងបាទបាទទីបន្តទៀតយើងដាក់បន្លែរបស់យើងចូលបន្លែរឹងៗបងប្អូនយើងដាក់ចូលមុនបាទដូចជាល្ហុងល្ពៅត្រប់ហើយនឹងសណ្តែកគួរហ្នឹងចូលមុនបាទទៅបន្លែនេះត្រូវការមួយងាស់បន្តិចដើម្បីឲ្យវាថយបានយើងដាក់បន្លែជាតាមក្រោយបាទឈ្ងុយបងប្អូនឈ្ងុយអង្គឈ្ងុយទីសាំងហុំប្រហុកបាទហើយនឹងគ្រឿងរបស់យើងបាទឈ្ងុយហ្នឹងចឹងយើងកូរវាសិនមកបាទចំណែកត្រីម្ដងនេះយើងបាច់ចាំបាច់ដួសកូរគ្រឿងឲ្យដួសទុកសិនខ្លាច់បាយទេអត់បាយទេត្រីម្ដងទុននេះអត់បាយខ្លាច់ទេបងប្អូនបាទអញ្ចឹងយើងកូរជាមួយបន្លែអីចឹងទៅអត់អីទេបាទបើចុងក្រោយយើងដាក់អត់មានចុងក្រោយបងប្អូននេះបន្ទាប់មកទៀតយើងដាក់កលីងបងប្អូនកលីងដាក់ក្រាស់តិចណាបងប្អូនព្រោះស្លកូរវាឈ្ងុយកលីងហ្នឹងណាបាទអញ្ចឹងយើងដាក់ក្រាស់តិចមកស្លកូរកលីងណាជួយបងប្អូនណាតែពេលយើងដាក់ផ្សំគ្រឿងសពគ្រប់ទៅជួយមែនតើបាទឥឡូវយើងធ្វើការចាក់ទឹកចូលបងប្អូនបាទចាក់ទឹកចូលយើងប្រើទឹកក្តៅដាំពុះណាបងប្អូនបាទអត់ប្រើទឹកត្រជាក់ទេព្រោះដាក់ទឹកក្តៅទៅវាធ្វើឲ្យម្ហូបរបស់យើងកាន់តែឆ្ងាញ់សម្លរបស់យើងកាន់តែឆ្ងាញ់ហើយនឹងឆាប់ពុះបងប្អូនបាទឆាប់ឆ្អិនឆាប់ពុះបាទ
កុំដាក់ទឹកច្រើនពេកបងប្អូនប៉ានេះបានហើយបងប្អូនបាទអញ្ចឹងយើងត្រូវគ្របទុកសិនបងប្អូនក្រោយមកបន្ទាប់ពីពុះឆ្អិនបន្លែផុយហើយយើងចាប់ផ្ដើមបងបន្លែខៀវរបស់យើងវិញម្ដងបាទឥឡូវបងប្អូនយើងមកមើលសម្លកកូររបស់យើងបាទឃើញថាពុះល្អមែនតើបងប្អូនបាទឃើញថាពុះល្អមែនតើបាទហើយបន្លែត្រីសាច់អីហ្នឹងថយហើយកលីងអីហ្នឹងគឺចូលជាតិបានថយបានល្អហើយបងប្អូនបាទអញ្ចឹងចុងក្រោយយើងដាក់បន្លែពណ៌ខៀវរបស់យើងបាទយើងដាក់បន្លែពណ៌ខៀវយើងចូលដាក់បន្លែពណ៌ខៀវចូលចប់តែម្ដងបងប្អូនបាទមានត្រូវដាក់អីទៀតទេចាប់ហើយចឹងសម្លរបស់យើងឆ្អិននៅពេលហ្នឹងបងប្អូនយើងធ្វើការកូរទៅបាទចឹងសម្រាប់បន្លែពណ៌ខៀវស្លកកូរនេះបងប្អូនដាក់បន្លែស្លឹកបាសទីស្លឹកងប់ឬក៏ស្លឹកម្រះអីក៏បានបងប្អូនតាមពិតដាក់ស្លឹកម្រះឆ្ងាញ់ណាស់ស្លឹកម្រះព្រៃបងប្អូនមិនមែនម្រះស្រុកទេណាប៉ុន្តែខ្ញុំរកទិញអត់បានទេព្រោះស្លឹកម្រះនេះទិញអត់តាន់គេយើងទៅផ្សារថ្ងៃអញ្ចឹងខ្ញុំប្រើស្លឹកជាដីចំនួនម្រះដោយសារតែស្លឹកជាដីហ្នឹងក៏វាមានជាតិល្វីងតិចដែរបាទអញ្ចឹងក៏ធ្វើឲ្យសម្លរបស់យើងមានរសជាតិឆ្ងាញ់ដែរបងប្អូនបាទអញ្ចឹងយើងក្រោមបន្តិចសិនដើម្បីឲ្យបន្លែខៀវរបស់យើងផុយបានល្អហើយចូលជាតិបានល្អសិនចាំយើងមកដួសសម្លបាទតោះឥឡូវបងប្អូនយើងមកដួសសម្លរបស់យើងបាទសម្លរបស់យើងឆ្អិនហើយបងប្អូនបាទឆ្អិនល្អហើយពុះល្អទៀតបងប្អូនបាទបន្លែក៏ចាប់ដាក់ផុយហើយរសជាតិហ្នឹងគឺឆ្ងាញ់ល្មមហើយបងប្អូនគឺមិនប្រៃមិនផ្អែមមិនល្មមតែម្ដងបងប្អូនអូខេអញ្ចឹងឥឡូវយើងធ្វើការបិទភ្លើងបាទបិទភ្លើងដកភ្លើងចេញបាទព្រោះសម្លយើងបានពុះហើយបាទតោះឥឡូវយើងធ្វើការដួសសម្លរបស់យើងដាក់ចានបងប្អូនបាទដើម្បីធ្វើការហូបបាយបាទឈ្ងុយមែនតើបងប្អូនហើយឈ្ងុយជីសាំងហុំបាទឈ្ងុយហើយជីសាំងហុំឈ្ងុយកលីងហើយនិងប្រហុកបងប្អូនបាទអូខេឥឡូវយើងបានដួសដាក់ចានហើយយើងឃើញហើយបងប្អូនគឺសម្លរបស់យើងឆ្ងាញ់តំណងមែនតើបងប្អូនបាទបងប្អូនឥឡូវសម្លរបស់យើងបានឆ្អិនល្អហើយយើងដួសដាក់ចានដើម្បីធ្វើការញ៉ាំបាយបងប្អូនត្រីម្ដាយទុនណាបងប្អូនញ៉ាំម្ដាយទុនម្ដាយស្រែបងប្អូនល្អមែនតើហើយឈ្ងុយហើយបងប្អូនហើយឆ្ងាញ់ល្អមែនតើបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាបាទការចំអិនសម្លកកូររបស់ខ្ញុំគឺដល់ទីបញ្ចប់ហើយបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលចូលមកទស្សនាក្រោយដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ម្នាក់មួយផងបងប្អូនបាទដើម្បីទទួលបាននៅមុខម្ហូបថ្មីៗផ្លែៗជាបន្តទៀតបងប្អូនបាទហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូខ្ញុំបាទតាំងពីដើមរហូតដល់ចប់បាទជាចុងក្រោយខ្ញុំបាទក៏សូមជូនពរឲ្យពុកម៉ែបងប្អូនរកទទួលទានមានបានគ្រប់ក្រុមគ្រួសារសុខភាពល្អបាទទទួលនៅជោគជ័យបាទគ្រប់ភារកិច្ចការងារនិងក្នុងការរកទទួលទានបងប្អូនបាទជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាអត់សន្យាជួបបងប្អូននៅមុខម្ហូបថ្មីជាបន្តទៀតបាទអរគុណបាយបាយ